លោកប៉ារមតែឆ្ងល់ថាមិនបានកូននៅផ្ទះផ្សេងនៅសាលាផ្សេងអញ្ចឹងថ្ងៃនេះសូមជម្រាបជូនលោកប៉ារមថាការពិតកូននៅតែជាកូនទេតែមានតែលោកប៉ារមទេដែលត្រូវតែមើលខ្លួនឯងវិញអញ្ចឹងខ្ញុំចង់ឲ្យលោកប៉ារមតែមើល3ចំណុចទី1តើលោកប៉ារមបានបង្កើតវិន័យឲ្យកូនហើយនៅអញ្ចឹងវិន័យមិនមែនមានន័យថាគឺជាការបង្ខិតបង្ខំឬក៏ធ្វើឲ្យកូនខ្លាចធ្វើតាមលោកប៉ារមនោះទេវិន័យគឺជាការដែលធ្វើឲ្យកូនមានទំនួលខុសត្រូវនិងអាចគ្រប់គ្រងខ្លួនឯងបានអញ្ចឹងចំណុចទី1គឺចង់ឲ្យលោកប៉ារមចាប់ផ្ដើមកំណត់វិន័យសាមញ្ញថាឧទាហរណ៍ថាកូនលេងសម្ភារៈរួចកូនត្រូវយកទុកនៅកន្លែងដើមវិញអាហ្នឹងគឺល្អមែនតើសម្រាប់ទី2ចង់ឲ្យលោកប៉ាធ្វើជាគំរូឲ្យកូនមើលជាធម្មតាអូននៅទូចគាត់អាចធ្វើតាមគ្រាន់តែឮលោកប៉ានិយាយទេប៉ុន្តែគាត់នឹងធ្វើតាមនៅពេលដែលឃើញសកម្មភាពដែលលោកប៉ាបង្ហាញគំរូឲ្យគាត់ឃើញការចំណុចទី3ចុងក្រោយសំខាន់ខ្លាំងមែនតើគឺការកោតសរសើរសូមឲ្យលោកប៉ាកោតសរសើរនៅការខិតខំប្រឹងប្រែងរបស់កូនទោះជាកូនធ្វើមិនទាន់បានល្អឬក៏ល្អប៉ុណ្ណាក៏ដោយឬក៏លទ្ធផលមិនដូចជាលោកប៉ាចង់បានក៏ដោយសូមឲ្យលោកប៉ាកោតសរសើរកូនអំពីការខិតខំប្រឹងប្រែងរបស់គាត់ចឹងចំណុចទាំង3នេះខ្ញុំជឿជាក់ថាបើសិនជាលោកប៉ាធ្វើបានជាប់លាប់គឺនឹងជួយកូនឲ្យបានបង្កើតជាវិន័យហើយមិនថាកូននៅទីណាឬកន្លែងណាទេគឺកូនអាចសម្របខ្លួននិងគ្រប់គ្រងខ្លួនឯងបាន